នៅពេលដែលមានអាយុ20ឆ្នាំច្រើនតែសាច់ញាតិជាតាឬក៏ជាយាយហ្នឹងហើយគាត់ស្លាប់ចោលហ្នឹងហើយអាយុ21ទៅ23ប្រយ័ត្នរឿងគុកច្រវាក់ហ្នឹងហើយកុំរាប់អានមនុស្សមិនល្អហ្នឹងហើយកុំរាប់រកមនុស្សប្លែកមុខហ្នឹងហើយកុំយកអ្នកណាអ្នកណីមកនៅផ្ទះជាមួយគ្នាកុំយកអាសាហ្នឹងហើយកាច្រើនធ្វើគុណបានទោសពី23ទៅ26ហ្នឹងហើយហ្នឹងហើយនឹងច្រើនជួបនៅលៀបសំណាងឱកាសរកស៊ីថ្មីហ្នឹងហើយច្រើនតែផ្លាស់ប្ដូរទីលំនៅនៅអាយុ29ហ្នឹងហើយអាចមានរឿងក្តីក្តាមខ្លះ30អាចបាត់ឱកាសណាមួយជាឱកាសធំហ្នឹងប្រយ័ត្នមានគ្រោះ30ណាហ្នឹងហើយអាយុ35ក៏អាចមានគ្រោះដែរហ្នឹងហើយអាយុ35 38នេះក៏អាចមានរឿងក្តីក្តាមដែរហ្នឹងហើយបញ្ហាដីធ្លីអីហ្នឹងក៏តែមានអ្នកជួយហ្នឹងហើយគាត់និយមបងខាតខ្លះហ្នឹងហើយបើសិនជាអាយុពី38ទៅ41ប្រយ័ត្នស្ត្រីធ្វើបាបប្រយ័ត្នស្ត្រីដែលមានស្បែកលឿងប្រយ័ត្នគ្រោះថ្នាក់ណាហ្នឹងហើយត្រូវនៅមូលដ្ឋានចាស់កុំទៅទិសខាងកើតនិងទិសឦសានតែបើសិនជាការងាររកស៊ីអាចទៅទិសឦសានបានគឺអាចមានលៀបមានសំណាងអាយុ41ដល់45នឹងមានជួបគូក្រងឬគូស្នេហ៍ដែលត្រូវចិត្តហ្នឹងហើយមានទ្រព្យជាមហាសេដ្ឋីហ្នឹងហើយគឺអាចទិញរបស់ធំបានហ្នឹងហើយឲ្យគោរពព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាបានខ្ជាប់ខ្ជួនអាយុ45ទៅ46ហ្នឹងហើយប្រយ័ត្នហ្នឹងហើយមនុស្សដែលមានសម្បុរខ្មៅស្អែមដុសក្បាលពោះកុំខ្សែគប់ហ្នឹងហើយសម្ដីរៀងលឺសក់រៀងរួញអាយុ38ទៅ41 45មក46ហ្នឹងហើយ46ដល់49មកឡើងមកលើទៀតគឺជាសិតតែជាឆ្នាំដែលត្រូវប្រយ័ត្នទាំងអស់អាយុ46ទៅ49នេះច្រើនមានលៀបពីស្ត្រីដែលមានសម្បុរសដល់អាយុ49ទៅ55 54 55នេះគឺច្រើនតែមានទុកអាយុ56ប្រយ័ត្នខូចអវយវៈនៅត្រង់កន្លែងណាមួយច្រើនមានសត្រូវច្រើនហ្នឹងហើយអាយុ59ច្រើនមានលៀបពីអ្នកធំហ្នឹងហើយអាយុ59ដល់62ត្រូវឈប់ហូបសាច់សត្វហ្នឹងហើយប្រយ័ត្នមានជំងឺមកតាមយាយីអ្នកកើតថ្ងៃសៅរ៍ហ្នឹងគឺច្រើនតែមានចិត្តកំណាញ់ទិញទួចហ្នឹងហើយក៏ប៉ុន្តែបើទលាយក៏ទលាយនៅដែរគឺចូលចិត្តអ្នកណាដែលអែបអបស៊ីផ្អែមឬក៏អ្នកណាដែលមិនប្រឆាំងនឹងគំនិតរបស់ខ្លួនហ្នឹងហើយតែមនុស្សថ្ងៃសៅរ៍នេះគឺប្រកែចាយលុយចំគោលដៅហ្នឹងហើយតែច្រើនតែទាស់ជាមួយអ្នកចិត្តខាងខ្លះដែរហ្នឹងហើយពេលខ្លះឆាប់ជឿគេក៏មិនកើតដែរហ្នឹងហើយមនុស្សថ្ងៃសៅរ៍នេះគឺមានចំហមាំទាំណាមនុស្សថ្ងៃសៅរ៍គឺមានលេខសំណាង23 32 25 52 56 789 5និងលេខ389មនុស្សថ្ងៃសៅរ៍នេះមានគង់សវ៉ាសំណុំពេលដែលប្រសូតចេញពីផ្ទៃមេដាមកគឺមានប្រសិទ្ធភ្នែកធំសក់បាសច្រើនគេនិយាយល្អមុខគេខាងក្រោយគេនិយាយដើមហ្នឹងហើយគុណសម្បត្តិហ្នឹងគឺថាមាន1លានហ្នឹងគេមើលមិនឃើញទេបើសិនតែចាប់កំហុសគេចាប់តែកំហុសតែមួយគឺនិយាយគឺថាឲ្យយើងខុសតែម្ដងហ្នឹងហើយអញ្ចឹងហ្នឹងហើយជីវិតហ្នឹងមានការហត់នឿយច្រើននៅមានពេលម្ដងណានៅក្នុងមួយជីវិតមនុស្សថ្ងៃសៅរ៍នេះគឺមានពេលដែលធ្លាក់ខ្លួនក្រលំបាកក៏ប៉ុន្តែក៏ហក់មកមានវិញបានដែរហ្នឹងហើយមនុស្សថ្ងៃសៅរ៍នេះបើសិនជាឲ្យរបស់អ្វីមួយទៅអ្នកណាគឺចង់មានការដោះដូរហ្នឹងហើយហើយទៅការបំផុតគឺស៊ីផ្អែមនេះតែម្ដងមនុស្សថ្ងៃសៅរ៍នេះច្រើនតែមេត្តាស្លាប់មុនបៃតាហ្នឹងហើយបើរាប់អានអ្នកណាច្រើនតែគេរាប់អានកេងប្រយោជន៍ហ្នឹងហើយពឹងវិញគឺពិបាកពឹងទៅបានទេហើយមនុស្សថ្ងៃសៅរ៍នេះគឺជាមនុស្សដែលប្រកែកនិយាយហើយគួរតែរាប់អានអ្នកដែលមានឋានៈខ្ពស់ជាងអ្នកដែលគេអាចជួយយើងបានមនុស្សថ្ងៃសៅរ៍នេះគឺភពសៅរ៍គឺតំណាងឲ្យអារម្មណ៍និងការស្រឡាញ់អញ្ចឹងគឺឆាប់ខឹងឆាវឆាវឆាប់ខឹងឆាប់បាត់ស៊ីផ្អែមត្រូវការលួងលោមតិចចិត្តហ្នឹងហើយមានភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ឬអ្នកណាដែលខ្លួនស្រឡាញ់ហ្នឹងគឺផ្អែមណាស់គឺស្រឡាញ់អស់ពីពោះតែម្ដងហើយស្អប់បំផុតមនុស្សដែលចិត្តដាច់មនុស្សចិត្តដែលរានិងមនុស្សដែលសង្ងំខឹងហ្នឹងគឺមនុស្សថ្ងៃសៅរ៍ស្អប់ណាស់ហ្នឹងហើយឲ្យតែត្រូវចិត្តស៊ីអស់ហើយហ្នឹងហើយច្រើនធ្វើគុណបានទោសហ្នឹងហើយឬក៏ធ្វើគុណទៅប៉ះចំមនុស្សល្មើគុណវាអត់មានបានប្រយោជន៍អីទេហ្នឹងហើយច្រើនគេរាប់អានដើម្បីកេងប្រយោជន៍សម្គាល់អញ្ចឹង